តើថ្នាំប្រភេទម្សៅលាយទឹកក្រោយពេលលាយទឹករួចទុកបានប៉ុន្មានថ្ងៃនេះគឺជាចម្ងល់របស់ឪពុកម្ដាយមួយចំនួនធំហើយដែលគាត់មានកូនតូចគាត់តែងតែធ្លាប់ប្រើថ្នាំប្រភេទម្សៅលាយទឹកនឹងហើយគាត់តែងតែឆ្ងល់ថាក្រោយពេលដែលលាយទឹករួចទុកបានប៉ុន្មានថ្ងៃជាទូទៅថ្នាំប្រភេទម្សៅលាយទឹកនឹងគេផលិតមកគឺជាប្រភេទថ្នាំផ្សះដើម្បីព្យាបាលជំងឺផ្សេងៗចឹងទៅហើយប្រភេទថ្នាំនឹងជាទូទៅក្រោយពេលដែលលាយទឹករួចគឺទុកបានចន្លោះពី7ថ្ងៃទៅ14ថ្ងៃអាស្រ័យទៅតាមការទុកដាក់របស់ពុកម្ដាយរបស់យើងថាទុកដាក់បានត្រឹមត្រូវអត់ទុកនៅកន្លែងត្រជាក់អត់ត្រូវពលឺថ្ងៃអត់ហើយមូលគោរពបានចិត្តល្អអត់បើក្នុងករណីដែលយើងទុកដាក់បានត្រឹមត្រូវមូលគោរពចិត្តល្អអត់ត្រូវថ្ងៃនោះយើងអាចទុកបានរហូតដល់14ថ្ងៃប៉ុន្តែបើក្នុងករណីដែលយើងគោរពបានចិត្តល្អទេត្រូវថ្ងៃត្រូវពលឺត្រូវក្តៅនោះប្រសិទ្ធភាពរបស់វាក៏ថយចុះតាមនឹងដែរអាចទុក3ថ្ងៃទៅ7ថ្ងៃទៅ5ថ្ងៃហ្នឹងគឺចាប់ដើមខូចហើយដូច្នេះហើយសរុបមកវិញថ្នាំប្រភេទម្សៅលាយទឹកនេះក្រោយពេលដែលលាយទឹករួចគឺយើងទុកបានចន្លោះពី7ថ្ងៃទៅ14ថ្ងៃហើយបើក្នុងករណីដែលយើងឲ្យគាត់ញ៉ាំគ្រប់ដូសហើយបើក្នុងករណីដែលនៅសល់ច្រើនក៏យើងអាចទុកប្រើប្រាស់នៅពេលក្រោយបានដែរគឺយើងត្រូវគាត់ចោលហើយទោះបីយើងទុកក៏ថ្នាំហ្នឹងលែងមានប្រសិទ្ធភាពដែរ